សួស្តីបងប្អូនទាំងអស់គ្នាប្រកាសជាឃើញខ្ញុំ review តាក់ទងជាមួយ Fix ច្រើនហើយបងប្អូនតាក់ទងជាមួយការចែកម្លែកនៅរបៀបប្រើប្រាស់ក៏ច្រើនដែរថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ជាមួយ Fix Guitar model មួយទៀតដែលហៅថាពេញនិយមសម្រាប់ខ្ញុំគិតថាបើប្រៀបធៀបជាមួយនឹង Fix ផ្សេងៗគឺខ្ញុំស្រឡាញ់វាជាងគេតែម្ដងពីព្រោះអីភាពប្រើប្រាស់របស់វាយកតាមខ្លួនគឺស្រួលមែនតើតែម្ដងនេះគឺជាតែង mini របស់ក្រុមហ៊ុន Amwell ចឹងបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំវិញខ្ញុំស្រឡាញ់ទី1គឺវា switch វាល្មមសម្រាប់យើងយកតាមខ្លួនហាត់ឬក៏ពេលយើងលេង live talk បានឲ្យតែយើងយល់ពីរបៀប edit របស់វាហើយខ្ញុំស្រឡាញ់ពណ៌របស់វារូបរាងរបស់វាធន់ហើយខ្ញុំស្រឡាញ់មួយទៀតគឺវាខ្លួនវាទូចមែនតែវាមាន app មួយដើម្បីយើងធ្វើការ connect ជាមួយនឹង app នោះផ្ទាល់តែម្ដងចឹងនៅក្នុងតែង mini នេះផងដែរមិនមែនត្រឹមតែជា multi effect ធម្មតាដូចយើងគិតទេណាវាគឺជាប្រភេទ multi effect មួយដែលមាន processor នៅក្នុងនោះច្រើនតាក់ទងជាមួយ amp cabinet មានតាំងពី brand ល្បីៗដូចជា Mesa Boogie ដូចជា Marshall EVX ហើយតាក់ទងជាមួយនឹង effect នេះខ្ញុំថាទាំង clean ទាំងខ្លាំងទាំង high gain របស់វាស្ដាប់ទៅច្បាស់ល្អមែនទែននៅពេលដែលខ្ញុំគិតថាវាដំបូងខ្ញុំគិតថាទូចឹងប្រហែលជាវាមិនមានសមត្ថភាពអីណាទេប៉ុន្តែសម្រាប់បងប្អូនទាំងអស់គ្នាដឹងហើយនៅពេលដែលខ្ញុំប្រើប្រាស់វាខ្ញុំ edit វាហើយខ្ញុំមានអារម្មណ៍ថាវា the best អ្វីដែល low import គឺវា the best សម្រាប់ដែលរៀនលេងដំបូងតែម្ដងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់តាក់ទងជាមួយ gain របស់វាមុនគេណាបងប្អូនទាំងអស់គ្នាតោះខ្ញុំមើលទៅមានអារម្មណ៍ថាវាស្តៀងដែលយើងមាន arm មួយនៅពេលដែលនេះយើងប្រើ direct out ក៏ត្រូវយើងប្រើជាមួយ amp ក៏ត្រូវអាចនិយាយបានថាបើសិនជាយើងយកទៅប្រើជាមួយ performance ក៏បានដែរបើសិនជាក្នុងថ្នាក់ mini មួយយើងលេងតាមផាប់ទូចធម្មតាអញ្ចឹងត្រូវម៉ាច់តែម្ដងអូខេហើយតាក់ទងជាមួយ delay reverb របស់វាគឺវាចេញមក stereo ច្បាស់ល្អមែនទែនតែម្ដងwow delay reverb នៅពេលដែលបងប្អូនដឹងហើយបងប្អូនស្ដាប់តាមកាមេរ៉ាប្រហែលជាបងប្អូនទទួលអារម្មណ៍អត់បានច្បាស់ដូចខ្ញុំមានអារម្មណ៍ថាទទួលបានអារម្មណ៍ថាច្បាស់មែនទែនតាក់ទងជាមួយ reverb delay អញ្ចឹងអរគុណបងប្អូនទាំងអស់គ្នារបៀបប្រើប្រាស់វាគឺស្រួលមែនទែនបងប្អូនទាំងអស់គ្នាគ្រាន់តែបើកឡើងនៅពេលដែលបងប្អូនទាំងអស់គ្នាបើកឡើងហើយបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញនេះពន្លឺភ្លើងនេះគឺជាភ្លើងដែលយើងត្រូវប្រើ Bluetooth យើងបើក Bluetooth យើង connect ជាមួយវាហើយយើង download app មួយ app នោះមានឈ្មោះថារបស់ Amwell តែម្ដងគឺ app របស់ Tengchi ជាងអ្នកដែលមាន Tengchi ឬក៏អត់ទាន់ស្គាល់ពី Tengchi ហើយចង់ឃើញពី app របស់វាគឺវាមានស្រាប់ហើយតាក់ទងជាមួយបងប្អូនអត់ដឹងបងប្អូនអាច scan QR ជាមួយនឹងខាងក្រោយនេះដើម្បីយើង connect ជាមួយ app វាហើយក្នុង app របស់វាគឺប្រើប្រាស់ដូចគ្នាទាំង